cái nhà bị ghi trong chỗ từ liền đại bẩn tịch mật lán tai niên cù thưaอย่างណាចម្លើយគឺថាដែលគ្រាន់តែបើកក្បាលរំបេណេនៅចំពោះមុខនាងនៅពេលនេះគឺបើកបានហើយមែនទេពូកោកំពុងតែធ្វើម្ហូបដើម្បីទទួលមិត្តសម្លាញ់របស់គាត់មកលេងផ្ទះថ្ងៃនេះមិត្តឆ្លាតមានអ្វីម្យ៉ាងខុសប្រក្រតីនៅក្នុងផ្ទះបាយនៅពេលនេះតែអ្នកដឹងទេថាជាអ្វីចូលពិនិត្យមើលកន្លែងនេះហើយអ្វីបានជាមានក្រាស់សិតសក់ជួនៅក្នុងផ្ទះបាយយ៉ាងដូចនេះនៅទីនេះមាននារីអាកាសចរ4នាក់បំរុងនឹងឡើងយន្តហោះទៅហើយប៉ុន្តែម្នាក់ក្នុងចំណោមពួកគេគឺជាភេរវករមិត្តឆ្លាតដឹងទេថានរណាជាភេរវករស្ត្រីនៅខាងស្ដាំនេះគឺជាភេរវករពីព្រោះផ្លាកសញ្ញារបស់គេខុសពីនារីអាកាសចរដទៃទៀតបុរសម្នាក់នេះហៀបនឹងធ្លាក់ជ្រុះជ្រៅទៅហើយមិត្តឆ្លាតតើគួរធ្វើយ៉ាងណាដើម្បីអាចជួយគាត់បានដកយកកំណាត់ឈើមួយកង់នេះមកដាក់ជាស្ពាននៅត្រង់នេះដោយនេះគាត់មិនអាចធ្លាក់ជ្រុះជ្រៅបាននោះទេព្រះសង្ឃវ័យក្មេងឈរលើបង្គោលឈើដើម្បីវឹកហាត់ការបដោតអារម្មណ៍ប៉ុន្តែគាត់ហៀបនឹងធ្លាក់ចុះមកក្រោមទៅហើយនៅពេលនេះតើគួរធ្លាក់ទៅខាងឆ្វេងឬខាងស្ដាំប្រកាសណាស់គឺត្រូវធ្លាក់ទៅខាងឆ្វេងយកផ្លូវមន់ញ៉ាំនឹងហើយលោកគ្រូបានដាក់វិញ្ញាសាឲ្យសិស្សទាំងពីរនាក់នេះធ្វើតុក្កតាចំបើងដោយប្រុងប្រយ័ត្នពួកគេសុទ្ធតែមានឧបករណ៍ការពារធូលីម្នាក់មួយផងដែរមិត្តឆ្លាតប៉ុន្តែពួកគេសុទ្ធតែអះអាងថាវាបានធ្វើតុក្កតានោះឡើងមកតែម្នាក់ឯងរៀងខ្លួនអា A ក៏ថាវាជាអ្នកធ្វើម្នាក់ឯងអា B ក៏ថាវាជាអ្នកធ្វើម្នាក់ឯងតើអ្នកយល់យ៉ាងណាដែរឧបករណ៍ការពារធូលីដែលលោកគ្រូឲ្យនៅលើមុខតុក្កតានេះប្រកបណាស់អា A ជាអ្នកធ្វើតុក្កតានេះអាជ្រូកធាត់ជូប៉ាជេនិងតាសានកំពុងឈរវាស់កម្ពស់ជាមួយយក្សមិត្តឆ្លាតតើអ្នកណាខ្ពស់ជាងគេចម្លើយដែលត្រឹមត្រូវគឺថាយក្សខ្ពស់ជាងគេបុរសសង្ហាមុខខខុយត្រូវបានចោរចាប់ដាក់ឃុំនៅក្នុងផ្ទះមួយគាត់ចង់លួចចេញតាមជញ្ជាំងប៉ុន្តែជញ្ជាំងខ្ពស់ជាងគាត់បន្តិចទៅហើយមិត្តឆ្លាតតើអ្នកដឹងពីរបៀបដែលគាត់អាចគេចចេញពីជញ្ជាំងនេះបានទេគាត់អាចយកព្រិលកជាពំនូកដូច្នេះបុរសសង្ហាមុខខខុយម្នាក់នេះអាចគេចចេញតាមជញ្ជាំងបានផងដែរនៅទីនេះមានក្មេងចំនួន3នាក់ហើយក៏មានកង្កែបមួយផងដែរពួកគេសុទ្ធតែអះអាងថាកង្កែបនេះជារបស់ពួកគេរៀងខ្លួនមិត្តឆ្លាតតើអ្នកអាចជួយកាត់ក្តីឲ្យពួកវាផងបានទេកង្កែបជារបស់អាក្អូនមួយនេះព្រោះមានដានជើងកង្កែបដែលបានលោតចេញពីកន្លែងអង្គុយរបស់គេបុរសម្នាក់នេះបានជាប់គាំងនៅក្នុងរណ្ដៅក្រោមដីភ្លាមគេបានរកឃើញរណ្ដៅចំនួន3ប៉ុន្តែគេមានឱកាសតែម្ដងប៉ុណ្ណោះនៅក្នុងការសម្រេចចិត្តរណ្ដៅនៅខាងឆ្វេងគឺជាលូទុកស្អុយរណ្ដៅកណ្ដាលនៅខាងលើនោះមានជញ្ជាំងក្រាស់បិទជិតនៅខាងស្ដាំគឺជារណ្ដៅឧស្ម័នគីមីមិត្តឆ្លាតតើអ្នកគួរជ្រើសរើសរណ្ដៅមួយណាដើម្បីគេចចេញ
ចម្លើយគឺថាត្រូវជីកទៅខាងឆ្វេងដើម្បីមានឱកាសគេចខ្លួនចំណាំថាផ្នែកខាងស្ដាំគឺជាវត្ថុគីមីហើយផ្នែកខាងស្ដាំត្រូវបានបំពុលហើយផ្នែកកណ្ដាលនឹងត្រូវបានរារាំងដោយជញ្ជាំងដូច្នេះទោះបីជារណ្ដៅខាងឆ្វេងវាធំក្លិនបន្តិចប៉ុន្តែវាគឺជាជម្រើសដ៏ល្អនៅក្នុងការគេចចេញនៅពេលនេះបុរសម្នាក់នេះកំពុងតែអង្គុយអានសៀវភៅនៅក្នុងបណ្ណាល័យគាត់ភ្លេចខ្លួនបន្តិចកាបូបលុយរបស់គាត់ត្រូវបានចោរលួចខ្វេះយកទៅបាត់មិត្តឆ្លាតតើចោររត់ទៅតាមច្រក A ឬ B បើមើលតាមដានជើងយើងអាចសន្និដ្ឋានបានថាចោរនោះបានរត់មកពីច្រក B បន្ទាប់មកលូខ្វេះកាបូបលុយហើយបានគេចចេញទៅតាមច្រក A បុរសម្នាក់នេះកំពុងតែសម្អាតនៅក្នុងថ្នាក់រៀនមួយមិត្តឆ្លាតបន្ទាប់ពីបានរុញធុងសម្រាមចេញទៅទីធ្លាមួយទៀតគាត់បានខឹងសម្បាជាខ្លាំងព្រោះតែគាត់ឃ្លានបាយខ្លាំងណាស់នៅពេលនេះតែអ្នកដឹងទេថាហេតុអ្វីបានជាគាត់ខឹងខ្លាំងយ៉ាងនេះគឺថាមិនដឹងជាមានណាចង្រៃណាទៅសរសេរលេងនៅពីក្រោយធុងសម្រាមនោះទេដែលធ្វើឲ្យគាត់ពិបាកសម្អាតថែមទៀតនោះអីកំពុងតែឃ្លានបាយផងមែនទេមនុស្សទាំងនេះបានទៅគេងប៉ះចំផ្ទះខ្មោចមិនបងអង្គយូពួកគេបាននាំគ្នារត់បាតជើងសូព្រាតតែអ្នកអាចប្រាប់បានទេថាមានខ្មោចប៉ុន្មានអ្នកនៅក្នុងបន្ទប់នេះមានខ្មោចសរុប4នាក់មានដៃខ្មោចនៅក្រោមគ្រែខាងស្ដាំមួយនៅលើគ្រែខាងស្ដាំមួយខ្មោចនៅខាងក្រៅបង្អួចមួយនិងនៅលើគ្រែខាងឆ្វេងមួយទៀតដូច្នេះសរុបទៅមានខ្មោចចំនួន4នាក់មេក្រុមសន្តិសុខភេកីបានទទួលកូនក្រុមថ្មី2នាក់ដែលនៅសងខាងគេនៅពេលនេះប៉ុន្តែភ្លាមគេបានដឹងថាក្នុងចំណោមសន្តិសុខថ្មីទាំង2នាក់នេះធ្វើការដោយគ្មានទំនួលខុសត្រូវនោះទេតែអ្នកដឹងទេថាជានរណាចំណាំថាបុរសនៅខាងឆ្វេងកំពុងស្ដាប់តន្ត្រីដោយប្រើកាសចេញពីទូរស័ព្ទដូចនេះគេកំពុងតែបំពេញតួនាទីរបស់គេដោយគ្មានទំនួលខុសត្រូវនោះទេនៅក្នុងផ្ទះនេះមានចោរចូលលួចកាលពីយប់មិញប៉ុន្តែពេលប៉ូលីសមកដល់ស៊ើបអង្កេតទើបដឹងថាចោរមិនបានចូលលួចតាមទ្វារនោះទេតែអ្នកដឹងថាចោរចូលលួចតាមណាទេចំណាំថារបាកញ្ចក់នៅលើឥដ្ឋត្រូវបានខូចនៅខាងក្រៅទ្វារដូច្នេះចៅគួរតែបំបែកកញ្ចក់ពីខាងក្នុងប្រសិនបើចៅបានបំបែកកញ្ចក់ពីខាងក្រៅដើម្បីចូលតាមទ្វាររបាកញ្ចក់គួរតែបែកនៅខាងក្នុងផ្ទះប៉ុន្តែមានគំតិចគំទីខ្លះនៅទីនេះដូចនេះយើងអាចសន្និដ្ឋានថាចៅប្រហែលជាចូលតាមបំពង់ផ្សែងមើលមួយផ្លេតអ្នកប្រហែលជាគិតថានាងស្រឡាញ់ក្មេងៗទាំងអស់នេះស្មើៗគ្នាប៉ុន្តែមានតែម្នាក់ទេដែលនាងស្រឡាញ់ខ្លាំងបំផុតព្រោះគេគឺជាកូនបង្កើតរបស់នាងតែអ្នកអាចប្រាប់បានទេថាជាអ្នកណាគឺជាអាក្អូនដែលកំពុងវានៅខាងឆ្វេងដៃនេះពីព្រោះក្មេងទាំង2នាក់ទៀតសុទ្ធតែមានរបួសប៉ុន្តែបើមើលទៅក្មេងដែលនៅខាងឆ្វេងដៃនោះគឺមានការថ្នាក់ថ្នមបានយ៉ាងល្អពូម្នាក់នេះដាក់ផ្លែឈើដែលទើបនឹងទិញថ្មីនៅលើកៅអីមិនទាន់បានញ៉ាំទេព្រោះរៀកប្រញាប់ចូលបន្ទប់ទឹកប៉ុន្តែពេលដែលត្រឡប់មកវិញគាត់បានឃើញថាផ្លែប៉ោមរបស់គាត់ត្រូវបាននរណាម្នាក់ខាំមិត្តឆ្លាតតែអ្នកណាជាអ្នកខាំចម្លើយដែលត្រឹមត្រូវគឺជាអាក្អូនសក់ក្បាលក្របត្រូវឡោកនៅខាងមុខនេះព្រោះអាក្អូននៅខាងក្រោយអត់មានធ្មេញខាងមុខដែលដូចទៅនឹងភិនភាគនៃការខាំផ្លែប៉ោមនោះទេចូលយកចិត្តទុកដាក់ចំពោះកលិនុបដ្ឋាយិកាទាំង2នាក់នេះម្នាក់ក្នុងចំណោមពួកគេគឺជាគ្រូពេទ្យខ្លាំងៗតែអ្នកដឹងទេថាជានរណាគឺជាអ្នកគ្រូពេទ្យនៅខាងឆ្វេងដៃនេះពីព្រោះនាងបំរុងនឹងចាក់ថ្នាំអ្នកជំងឺដោយមិនបានពាក់ម៉ាស់នោះទេ